មេសូសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងថ្មីមួយដែលរឿងហ្នឹងបានដាក់ចំណងជើងឲ្យថាកញ្ញា introvert ជួបជាមួយកំឡោះ extrovert រឿងហ្នឹងគឺតួស្រីរបស់យើងនាងមានឈ្មោះថា Kashifa Dasan ដែលនាងគឺជាមនុស្សម្នាក់ដែលតែងតែមានភាពស្ងៀមស្ងាត់មិនសូវបង្ហាញអារម្មណ៍ឬបញ្ចេញមតិអ្វីឡើយឯតួឯកប្រុសរបស់យើងមានឈ្មោះថា Otakun ដែលគេហ្នឹងគឺជាមនុស្សម្នាក់ដែលចូលចិត្តនិយាយហើយតែងតែធ្វើអ្វីចម្លែកដែលពួកគេទាំងពីរគឺជាមិត្តរួមថ្នាក់នឹងគ្នាផងដែរហើយចង់ដឹងថាពួកគេទាំងពីរការចាប់អារម្មណ៍លើគ្នាតាំងពីពេលណាហើយនឹងសាច់រឿងបែបម៉េចនោះកុំភ្លេចទស្សនាទាំងអស់គ្នាណាដោយសាច់រឿងដំបូងគេក៏បានបង្ហាញជាមួយនឹងសិស្សមួយក្រុមក្នុងនោះគឺមានសិស្សពីរនាក់កំពុងតែប្រកួតគ្នាដោយប្រើសន្លឹកបៀ admin ក៏សូមណែនាំតែម្ដងទៅបរិមម្នាក់នោះដែលមានសក់ក្រហមហ្នឹងមានឈ្មោះថា Otakun ដែលគេគឺជាតួឯកប្រុសរបស់យើងចំណែកឯកញ្ញាដែលជាគូប្រកួតវិញគឺជាតួឯកស្រីរបស់យើងនឹងឯងដែលគេមានឈ្មោះថា Kashifa Dasan ដែលពួកគេទាំងពីរកំពុងតែប្រកួតគ្នាដែលមានមិត្តរួមថ្នាក់ក៏បានចូលរួមនៅទីនោះផងដែរសម្រាប់ឈ្មោះ admin ក៏សូមហៅតួអង្គទាំងពីរថាកញ្ញា introvert និងកំឡោះ extrovert អញ្ចឹងណាដើម្បីងាយស្រួលហៅណាមួយអាបិសក់ខំហ្នឹងគឺថានិយាយច្រើនខ្លាំងណាស់អញ្ចឹងហើយ admin មានដាក់ឈ្មោះឲ្យថាកំឡោះ extrovert នឹងឯងតែងាកមកចាប់អារម្មណ៍ជាមួយនឹងសាច់រឿងយើងបន្តថាអាបិសក់ក្រហមហ្នឹងណាដូចជាជឿជាក់សាហាវថាគេនឹងឈ្នះតែទៅនឹងចាប់ផ្ដើមសោះហ្នឹងណាគឺបានចាញ់កញ្ញា introvert បាត់ហើយពេលដែលគេចាញ់ហ្នឹងគឺធ្វើឲ្យគេអត់អស់ចិត្តនឹងទេក៏បានបបួលកញ្ញា introvert ហ្នឹងលេងម្ដងទៀតហើយការលេងលើកទី2ហ្នឹងក៏នៅតែនួតទៀតបែបហ្នឹងគឺគិតតែខ្លួនឯងនឹងឈ្នះទៀតហើយតែមានណាចុងក្រោយគឺនៅតែចាញ់គេទៀតហើយចាញ់គេម្ដងជា2ដងហើយហ្នឹងគឺថាអត់ព្រមទទួលស្គាល់ហ្នឹងទេថាខ្លួនឯងនឹងអត់ហើយក៏បានបបួលគេហ្នឹងលេងលើកទី3ហើយលើកទី3ហ្នឹងគឺថាតួស្អីរបស់យើងក៏នៅតែឈ្នះដដែលហើយនៅពេលនោះដែរសិស្សគ្រប់គ្នាក៏បានអបអរសាទរទៅកាន់កញ្ញា introvert របស់យើងផងដែរចំណែកឯកំឡោះ extrovert ហ្នឹងគឺថាខ្មាស់គេខ្លាំងតែម្ដងក៏បានអន់មុខចុះទៅក្រោមតែម្ដងហើយព្រោះថាខ្មាស់គេខ្លាំងពេកយ៉ាងទៅមកហ្នឹងសាច់រឿងបានការយើងឃើញជាមួយនឹងព្រឹកថ្មីនៅសាលារៀនដោយសិស្សជាច្រើនរួមជាមួយនឹងកញ្ញា introvert របស់យើងផងដែរនៅពេលដែលនាងកំពុងតែដើរហ្នឹងគឺសັບតែពេញពីងហ្នឹងបានធ្លាក់មកលើមុខនាងនៅធ្វើឲ្យសិស្សគ្រប់គ្នាដែលនៅជិតនាងហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយពេញពីងហ្នឹងគឺជាស្នាដៃរបស់កន្លោះ extrovert ឬក៏អូតារបស់យើងហ្នឹងឯងហើយអាប៉ែហ្នឹងគឺតែងតែធ្វើបាបនឹងញ៉ាំទៅកាន់នាងរហូតអាងតែនាងមិនចេះនិយាយហើយនាងស្ងៀមស្ងាត់តែមិនថាតែទៅមើលໄວនោះទេគឺបានធ្វើគ្រប់តែម្ដងហើយដូចជាទម្លាក់សៀវភៅឬក៏បញ្ញាក់គេឲ្យភ្ញាក់អីចឹងណានិយាយទៅគឺថានាងមិនសូវចេះនិយាយហើយនឹងប្រកែកតវ៉ាអ្វីឡើយដោយសារតែនាងជាមនុស្សបែបធ្វើអាប៉ែអូតាហ្នឹងគឺតាមរករឿងហើយនឹងធ្វើបាបនេះហើយទោះបីជាអាប៉ែអូតាហ្នឹងជាយាមរកគ្រប់វិធីសាស្ត្រដើម្បីធ្វើបាបហើយនឹងញាស់នាងយ៉ាងណាក៏ដោយក៏នាងនៅតែមិននិយាយហើយនឹងប្រកែកតវ៉ាអ្វីដែរដែលធ្វើឲ្យមិត្តភ័ក្តិរបស់គេហ្នឹងក៏បានឆ្ងល់ថាហេតុអ្វីបានជាអូតាហ្នឹងជាយាមធ្វើបាបហើយនឹងរករឿងនាងចាប់អារម្មណ៍តែអូតាហ្នឹងគេក៏បានប្រាប់ថាមិត្តភ័ក្តិរបស់គេហ្នឹងគឺពិតជាសួរសំណួរបានល្អខ្លាំងមែនតើគេឲ្យលេខ1ហ្មងណាដំបងហ្នឹងគឺវិញចែកចាំគេប្រាប់ឡើយនៅពេលថ្ងៃចូលរៀនដំបងហ្នឹងគឺគេបានដើរទៅរៀនសក់ហ្នឹងទេតែមានអាសត្វចង្រៃមួយក្បាលហ្នឹងបានហើរមកហើយក៏បានជួយអាចដាក់គេដែលធ្វើឲ្យគេហ្នឹងគឺពិតជាខឹងខ្លាំងមែនតើហើយនៅពេលនោះដែរវាហ្នឹងក៏បានទៅជួយអាចដាក់កញ្ញា introvert ផងដែរឯងដឹងអត់ថាវាជួយដាក់ក្បាលរបស់នាងទៀតផងណាប៉ុន្តែគឺនាងមិនប្រតិកម្មហើយនឹងភ្ញាក់ផ្អើលអ្វីសោះដែលធ្វើឲ្យយើងគឺពិតឆ្ងល់ខ្លាំងមែនតើហ្មងហើយនៅពេលនោះដែរយើងឆ្ងល់ខ្លាំងពេកហើយយើងក៏បានដើរទៅតាមនាងហើយនៅពេលដើរតាមមើលនាងហ្នឹងគឺស្រាប់តែដឹងថានាងក៏រៀនបាក់ជាមួយយើងដែរអញ្ចឹងរឿងរ៉ាវគ្រប់យ៉ាងដែលប៉ែអូតាហ្នឹងតែងតែធ្វើបាបហើយនឹងញាស់ទៅកាន់កញ្ញា introvert ហ្នឹងដោយសារតែសត្វក្អែកនឹងសោះព្រឹកថ្ងៃថ្មីក៏បានមកដល់ហើយកំឡុងពេលដែលគេសម្រាកហ្នឹងគឺថាកញ្ញា introvert របស់យើងហ្នឹងគឺបានធ្វើម្ហូបមកពីផ្ទះហើយនៅពេលបើកទៅគឺថាម្ហូបរបស់នាងគឺពិតជាទំនងខ្លាំងមែនទែនចំណែកឯអាប៉ែអូតាហ្នឹងគេបានទិញនំប៉័ងញ៉ាំគេបានញ៉ាំបណ្ដើហើយនឹងសម្លឹងមើលទៅកាន់កញ្ញា introvert យើងបណ្ដើហើយនៅពេលដែលកញ្ញា introvert របស់យើងញ៉ាំទឹកហ្នឹងក៏បានប្រាប់ថាគេបានដូរទឹករបស់នាងដោយផ្លាស់ប្ដូរជាមួយនឹងទឹកខ្មៅហ្នឹងចាំមើលប្រតិកម្មរបស់នាងតែមានណានៅពេលនាងញ៉ាំហើយហ្នឹងគ្មានប្រតិកម្មអ្វីសោះតែធ្វើឲ្យគេគឺពិតជាឆ្ងល់ខ្លាំងមែនទែនហើយបើបានជានាងញ៉ាំទៅអត់មានកាត់អីចាក់តបមកហ្នឹងអាប៉ែអូតាគេក៏បានយកទឹករបស់គេញ៉ាំហើយនៅពេលញ៉ាំទៅមានណាក៏ថាកូនមកវិញឡើងអស់ថាឆ្លក់ពេញហ្នឹងតែធ្វើឲ្យគេពិតជាខឹងខ្លាំងមែនទែនហើយអូតាហ្នឹងគេក៏បាននិយាយថាទាំងនេះគឺជាស្នាដៃរបស់នាងមែនហើយកញ្ញា introvert របស់យើងហ្នឹងក៏បានប្រាប់ថាពិតមែនហើយគឺដោយសារតែខ្ញុំហ្នឹងឃើញលោកមើលដបទឹកខ្ញុំរហូតតែខ្ញុំហ្នឹងបានដូរដបទឹកដែលធ្វើឲ្យគេហ្នឹងពិតជាខឹងខ្លាំងមែនទែនតែឯមិត្តភ័ក្តិរបស់គេហ្នឹងក៏គេផងដែរមិននឹកស្មានថាប៉ែអូតាហ្នឹងគឺចាញ់ល្បិចនាងដូចនេះសោះហើយអូតាហ្នឹងគេក៏បានប្រាប់ថាមិនអីនោះទេលើកហ្នឹងគេចាញ់ឲ្យប៉ុន្តែលើកក្រោយហ្នឹងគេនឹងចង់សាក់វិញចាស់ដៃតែម្ដងហើយអូតាហ្នឹងគេបំរុងម្ដងចាញ់ហើយគឺសត្វតែកញ្ញា introvert របស់យើងហ្នឹងក៏បានទាញអារបស់គេជួបហើយមិនតែប៉ុណ្ណោះនាងក៏បាននិយាយតែនាងហ្នឹងបាននិយាយថាដោយសារតែអត្តចរិតរបស់អូតាបែបហ្នឹងហើយទៅធ្វើឲ្យនាងស្រឡាញ់ហើយនឹងចូលចិត្តអូតាដែលធ្វើអូតាហ្នឹងគេឡើងភ្ញាក់ផ្អើលគេឡើងគិតថាមិនអាចទេនាងហ្នឹងឯងស្រឡាញ់ខ្ញុំមិនអាចតារួចនោះទេហើយកញ្ញា introvert ហ្នឹងក៏បានប្រាប់ថាប៉ុន្តែអ្វីដែលខ្ញុំនិយាយហ្នឹងគឺជាការពិតហើយអូតាហ្នឹងគេពិតជាខឹងខ្លាំងមែនតើមិនគួរណានាងមកលេងសើចជាមួយគេបែបហ្នឹងទេកញ្ញា introvert របស់យើងហ្នឹងក៏បានសួរថាអញ្ចឹងមានន័យថាលោកមិនស្រឡាញ់ខ្ញុំទេហើយអូតាហ្នឹងគេក៏បានប្រាប់ថាអត់ទេគឺគេអត់បានស្រឡាញ់នាងទេហើយនាងហ្នឹងក៏គួរឲ្យធុញខ្លាំង
ណាដល់ពេលនោះដែរកញ្ញា introvert របស់យើងហ្នឹងក៏បានដើរទៅជិតមុខរបស់អូតាហើយនាងហ្នឹងក៏បានប្រាប់ថាអរគុណភាពល្អរបស់លោកហើយដែលធ្វើឲ្យអូតាហ្នឹងគេឡើងឆ្ងល់តែម្ដងហើយបានជាអរគុណគេអីចឹងណាហើយកញ្ញា introvert ហ្នឹងក៏បានប្រាប់ថាដោយសារតែមុខរបស់លោកហ្នឹងគឺបញ្ជាក់ថាស្រឡាញ់នាងអីចឹងដែលធ្វើឲ្យអូតាហ្នឹងគេពិតជាខឹងខ្លាំងមែនតើជាមួយនឹងកញ្ញា introvert របស់យើងហើយនៅថ្ងៃបន្ទាប់ហ្នឹងអូតាគេក៏បានហៅមិត្តភ័ក្តិរបស់គេមកអង្គុយគិតអំពីវិធីសាស្ត្រនៃការធ្វើបាបកញ្ញា introvert របស់យើងបងឡើយមិត្តភ័ក្តិរបស់គេពីរនាក់ហ្នឹងក៏ចង់ចូលរួមជាមួយនឹងអូកាហ្នឹងទេប៉ុន្តែដល់ពេលដែលគេគិតទៅគឺគេក៏បានយល់ព្រមជាមួយអូតាហើយគេបន្ទាប់មកហ្នឹងពួកគេទាំងអស់គ្នាក៏បានគិតថាចាំមើលគេនឹងសង្កេតមើលកញ្ញា introvert របស់យើងពេញមួយថ្ងៃតែម្ដងហើយថានាងពេញមួយថ្ងៃហ្នឹងធ្លាប់និយាយស្ដីហើយនឹងបញ្ចេញមតិអ្វីខ្លះអត់ព្រោះថានាងគឺថ្មឹងអីចឹងណាហើយថ្ងៃបន្ទាប់ក៏បានមកដល់ពេលនោះដែរកញ្ញា introvert របស់យើងហ្នឹងគឺនាងបានអង្គុយនៅក្នុងថ្នាក់ម្នាក់ឯងហើយអូតាជាមួយនឹងមិត្តភ័ក្តិរបស់គេទៀតហ្នឹងក៏បានលួចមើលហើយនៅពេលនោះដែរគេក៏បានគិតថានៅពេលនាងអង្គុយម្នាក់ឯងចឹងតើនាងធ្វើអ្វីខ្លះពេលនោះដែរគឺថាទស្សនៈរបស់យើងហ្នឹងនាងក៏បានយកសៀវភៅមកអានហើយនៅពេលដែលនាងអានហ្នឹងគឺនាងពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយកំឡុងពេលដែលអានហ្នឹងនាងក៏បានចាប់អារម្មណ៍ថាដូចជាមានមនុស្សកំពុងតែលួចមើលនាងអីចឹងក៏បានបែរទៅប៉ុន្តែនៅពេលបែរទៅក៏អត់ឃើញមានណាគេសោះតែធ្វើឲ្យបែរអ្នកហ្នឹងគឺថាភ័យផ្ដែហ្នឹងខ្លាចគេឃើញហើយបន្ទាប់មកហ្នឹងក៏ដល់ម៉ោងចូលរៀនហើយនៅពេលចូលរៀនហ្នឹងគឺថាអាប៉ែអូតាហ្នឹងគឺថាចាប់អារម្មណ៍នឹងមេរៀនសោះហើយគេហ្នឹងក៏បានយកកែវយឺតហ្នឹងមកមើលជាមួយនឹងសកម្មភាពរបស់ទស្សនៈរបស់យើងនៅពេលនោះដែរលោកគ្រូហ្នឹងបានស្ដាយបន្ទូលឲ្យគេនិយាយទៅគឺថាប៉ែអូតាហ្នឹងគឺចាំតែសង្កេតមើលគេរហូតមិនថាតែម៉ោងកីឡាម៉ោងរៀនឬក៏ម៉ោងសម្រាប់អីទេគឺពេញមួយថ្ងៃតែម្ដងហើយបន្ទាប់មកទៀតហ្នឹងក៏ដល់ម៉ោងអ្នកត្រូវសម្អាតអាងហែលទឹកហើយនៅពេលនោះដែរគឺថាមិត្តភ័ក្តិរបស់គេ3នាក់ហ្នឹងក៏បានទៅលួចមើលគេទៀតហើយនៅពេលនោះដែរគឺថាសិស្សផ្សេងទៀតហ្នឹងមិនដឹងជាមានរឿងអ្វីទេក៏បាននាំគ្នារត់ចេញទៅក្រៅគឺនៅតែកញ្ញា introvert របស់យើងតែម្ដងហើយនៅពេលនោះដែរគឺថាបានដៃតែម្ដងអូតាហ្នឹងគេក៏បានដើរចូលទៅហើយគេហ្នឹងក៏បានបាញ់ទឹកដាក់ទូរស័ព្ទរបស់យើងលំពេញប៉ុន្តែមានណាគឺនាងបានកិច្ចផុតហើយនៅពេលនោះដែរគឺថាមិត្តភ័ក្តិរបស់គេហ្នឹងបានបាញ់ទឹកដាក់អូតាវិញតែអូតាហ្នឹងគេក៏មិនគិតថាជាមិត្តភ័ក្តិរបស់គេទេគេគិតថាជាទូរស័ព្ទរបស់យើងអីចឹងហើយមានណានៅពេលនោះដែរមិត្តភ័ក្តិរបស់គេហ្នឹងក៏បានបាញ់ដាក់គេទៀតដែលធ្វើឲ្យគេពិតជាខឹងខ្លាំងមែនទែនហើយប៉ុន្តែប៉ុណ្ណាមិត្តភ័ក្តិរបស់គេហ្នឹងគឺបានឲ្យកំភ្លើងបាញ់ទឹកហ្នឹងទៅកាន់ទូរស័ព្ទយើងទៀតមានណាគឺថាទូរស័ព្ទរបស់យើងបានដៃតែម្ដងហើយបន្ទាប់មកហ្នឹងគឺថាពួកគេទាំង3ទាំង4នាក់ហ្នឹងគឺលេងពេញនឹងតែម្ដងហើយអ្នកដែលធ្ងន់ជាងគេហ្នឹងគឺអូតាហ្នឹងហើយព្រោះថាពី3នាក់ទៀតហ្នឹងគឺថាសម្រក់ទៅរត់តែអូតាហ្នឹងហើយព្រោះថាអូតាហ្នឹងខូចពេកបន្ទាប់មកហ្នឹងលោកគ្រូក៏បានឃើញពួកគេលេងនៅពេលនោះដែរលោកគ្រូក៏ពិតជាខឹងខ្លាំងមែនទែនហើយពួកគេទាំង4នាក់ហ្នឹងក៏ពិតជាភ័យខ្លាំងក៏បាននាំគ្នារត់ចែកជើងគ្នាព្រាតតែម្ដងហើយមានរត់អីរួចគឺថាចាប់បានទាំងអស់តែម្ដងហើយទីបំផុតហ្នឹងក៏បានមកលៀងអាំងទាំងអស់គ្នាតែម្ដងអញ្ចឹងបានថានៅសក់ស្រួលក៏ចឹងនោះទេគឺថានាំរឿងដាក់ខ្លួនតែម្ដងហើយពេលនោះដែរទស្សនៈរបស់យើងហ្នឹងនាងក៏បាននិយាយអរគុណទៅកាន់អូតាហើយអូតាហ្នឹងគេក៏បាននិយាយថាហេកុំយកច្រឡំថាគេនឹងជួយនាងគេនឹងមិនបានជួយនាងហ្នឹងទេហើយបន្ទាប់មកហ្នឹងពួកគេទាំងពីរនាក់ហ្នឹងក៏បានសម្អាតអាងបន្តហើយនៅពេលនោះដែរគឺថាមិត្តភក្តិគេពីរនាក់ហ្នឹងគឺបានកត់សម្គាល់ឃើញថាទស្សនៈរបស់យើងហ្នឹងគឺដូចជាញញឹមខុសពីធម្មតាហើយចង់ដឹងថាទោះប្រុសរបស់យើងអូតាហ្នឹងអាចធ្វើឲ្យកញ្ញា introvert របស់យើងផ្លាស់ប្ដូរឬអត់នោះកុំភ្លេចទស្សនាជាមួយនឹងភាគបន្តទាំងអស់គ្នាណាអរគុណច្រើនបាយបាយ